បងសូមចុចតាមខ្ញុំដើម្បីមើលរឿងបានពេញសូមអរគុណបងកុំប្រាប់ខ្ញុំថាអ្នកយកលុយទាំងនោះទៅវិនិយោគនៅទីក្រុងរុយស៊ីក្នុងក្រុមហ៊ុនជីបដែលជិតខ្សែធនទៅហើយអ្នកដឹងខ្លួនទេថាអ្នកកំពុងតែធ្វើអីខ្ញុំដឹងហើយខ្ញុំតែងគំនូអ្នកមើលគំនូនេះស្អាតប៉ុណ្ណាឈួតហើយឈួតមែនខ្ញុំមិនគួរណាមានសង្ឃឹមលើអ្នកសោះខ្ញុំឈប់ពាក់ព័ន្ធជាមួយអ្នកហើយស្អែកនេះនឹងដូចថ្ងៃនេះដែរខ្ញុំវិនិយោគរួចរាល់ហើយលោកនាយកមកការខាតបង់របស់យើងឥឡូវនេះបានកើនឡើងដល់90ហើយគ្រប់គ្រាន់ហើយខ្ញុំដឹងហើយយើងខ្លាចថានឹងខាតដើមទុនទាំងអស់ខ្ញុំថាខ្ញុំដឹងហើយអ្នកចេញទៅបងថ្លៃស្រីមិនក៏ភ័យខ្លាំងម្ល៉េះតើយាយឈៀនធ្វើឲ្យអ្នកខឹងឬលោកនាយកវ៉ាន់មិនអាចឲ្យនាងបានទេនោះជាឯកសារផ្ទៃក្នុងរបស់នាយកឋានវិនិយោគអ្នកប្រាប់នាងទៅមើលថានាងស្ដាប់ខ្ញុំឬស្ដាប់នាងជាការពិតណាស់គឺស្ដាប់លោកនាយកយាយទេអ្នកហ៊ានក្បត់ខ្ញុំមែននាងមិនបានក្បត់អ្នកទេនាងតែងតែស្មោះត្រង់ចំពោះយើងមីងបងថ្លៃរបស់គ្រួសារខ្ញុំបានខាត90អ្នកពិតជាទេពកោសលឲ្យវិនិយោគដល់ឆ្នាំមែនបងថ្លៃពិតជាបំបីកំណត់ការខាតបង់របស់យាយស៊ីនេះអស់រយៈពេលជាច្រើនទសវត្សរ៍មែនគឺអ្នកមែនទេគ្មានអ្វីគួរឲ្យស្អប់ជាងបំណុលទេបងថ្លៃដ៏ល្អរបស់ខ្ញុំឲ្យអ្នកត្រូវដឹងថាការខាតបង់ជាង 80% នៃក្រុមប្រឹក្សាភិបាលពួកគេចង់ចូលជ្រៀតជ្រែកហើយលោកស្រីកុំខ្លាចអីកុំខ្លាចបើអ្នកសុខចិត្តអង្វរពួកយើងឥឡូវខ្ញុំអាចនឹងបន្ធូរបន្ថយបន្តិចបន្តួចនិងមិនអនុញ្ញាតឲ្យនរណាទៅចូលជ្រៀតជ្រែកក្នុងក្រុមប្រឹក្សាភិបាលឡើយហេតុអ្វីអ្នកត្រឡប់មកវិញទៀតហើយលោកស្រីយេប្រយ័ត្នទទួលទុនកម្មទៅមកលូជន់មកតាក់ម្រាមដៃខ្ញុំរឹតវីសម្រាប់ធ្វើបាបឲ្យស្លាប់យាយឈិនអ្នកកុំធ្វើបាបខ្ញុំបើបង្កភាពប្រពោះទៀតនឹងមានមនុស្សស្លាប់ហើយតើមានអ្នកណាមើលនេះបែកញើសអស់ហើយបើអីចឹងអ្នកដោះលែងពួកសត្វល្អចំណាយនេះទៅខ្ញុំសូមអង្វរអ្នកបើអីចឹងអ្នកជួយរំកិលខ្លួនចេញពីខ្ញុំទៅខ្ញុំព្រមខ្ញុំសូមអ្នកប្រាប់គាត់ឲ្យប្រញាប់ចេញមកធ្វើការតាល្អទេប្រញាប់ទៅពួកមនុស្សឈួតពួកគេសុទ្ធតែឈួតអស់ហើយខ្ញុំប្រកាសជាឲ្យក្រុមប្រឹក្សាភិបាលដាក់ទុនកម្មឲ្យបានត្រូវតែឲ្យក្រុមប្រឹក្សាភិបាលដាក់ទុនកម្មពួកគេឲ្យបានត្រឹមត្រូវបងស្រីពួកនេះពិតជាឈួតមែនឬយ៉ាងណាហេតុអ្វីបានជាពួកគេគ្រប់ពេលដែលពួកគេឈួតគឺចំពេមកខ្ញុំវាគ្រាន់តែជាការចែកដនឲ្យប៉ុណ្ណោះគាត់មិនឈួតតែហេតុអ្វីបានជាគាត់មិនទៅវ៉ាដាក់ពួកយើងទាំងពីរនាក់និយាយត្រូវហើយសង្ឃឹមថាខ្ញុំគិតច្រើនពេកហើយអ្នកសាក់ផ្លឹកមួយមកទៅខ្ញុំមិនញ៉ាំទេខ្ញុំជឿមាត់មានសត្វល្អិតទៀតហើយបើកបង្អួចខ្ញុំមកពីក្រុមប្រឹក្សាភិបាលអ្នកមិនអាចប៉ះពាល់ខ្ញុំបានទេខ្ញុំជាប្រពន្ធសមាជិកក្រុមប្រឹក្សាភិបាលឆ្ងាញ់ទេនៅខាងក្នុងក៏ដូចជាការប្រជុំធំមានរបស់ឆ្ងាញ់ច្រើនដែរអញ្ចឹងដូច្នេះហើយទើបជូនដំណឹងជាពិសេសដល់លោកម៉ូលីនទាំងពីរអ្នករសៀលនេះចាប់ពីម៉ោង 3 រសៀលតម្រូវឲ្យចូលរួមប្រជុំក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបើកបង្អួចខ្ញុំនឹងបើកវាខ្ញុំប្រកាសជាត្រឡប់មកវិញសុទ្ធតែមកពីអ្នកទិញសុទ្ធតែផលិតផលថ្មីខូចពេលនេះក្រុមប្រឹក្សាភិបាលនឹងច្បាស់ជាពិបាកដាក់យើងហើយសុទ្ធតែមកពីអ្នកទិញមួយគំនរផលិតផលថ្មីខូចពេលនេះក្រុមប្រឹក្សាភិបាលនឹងច្បាស់ជាពិបាកដាក់យើងហើយពិបាកណាស់នាយកទាំងអស់សូមមើលអេក្រង់ធំនៅខាងក្រោយខ្ញុំបញ្ជាក់ថានេះហើយជាលោកយេបន្ទាប់ពីការសម្ដែងរបស់ឆេនហ៊ឺនិងម៉ូលីន2ស្ថានភាពចំណូលគឺខាតបង់ភាគរយ 99% ទូដាក់ឆ្កែមើលកិច្ចសន្យាយ៉ាងម៉េចក៏អាចខាតបង់ច្រើនម្លងទៅរួចបើវាជាការពិតពួកគេមិនស័ក្តិសមធ្វើជាអនុប្រធានផ្សាររាត្រីទៀតទេហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការវិនិយោគដែលបរាជ័យនេះនាយកទាំងអស់សូមមេត្តាស្ងប់ស្ងាត់បន្តិចខ្ញុំដឹងថាបើជាការវិនិយោគធម្មតាក្រុមហ៊ុនយើងគឺអាចទទួលយកបានទាំងស្រុងប៉ុន្តែក្រោយពីខ្ញុំធ្វើការស៊ើបអង្កេតខ្ញុំក៏ដឹងថាផ្នែកមួយនៃថវិកាទាំងនេះវាមិនមែនជាផ្នែកនៃការវិនិយោគធម្មតានោះទេខ្ញុំជឿថានាយកគ្រប់រូបអ្នករាល់គ្នាគួរតែដឹងថាបច្ចុប្បន្នវិស័យបន្ទះជីបនេះកំពុងត្រូវយ៉ាងតែក្រុមហ៊ុនអភិវឌ្ឍបន្ទះជីបភាគច្រើននៅទីក្រុងប្រលីនឈុំមុខនឹងភាពផ្សាយធនពិតមែនខ្ញុំដឹងថាគាត់នឹងយកចំណុចនេះមកលើកនិយាយហើយដូច្នេះការវិនិយោគបន្ទះជីបតាមរយៈការវិតម្លៃរបស់ផ្នែកវិនិយោគនឹងផ្នែកបច្ចេកទេសរបស់យើងគឺជារឿងដែលគ្មានន័យអ្វីតតែសោះយ៉ាងណាមិញពួកគេបែរជាប្រើប្រាស់30លានយកមកធ្វើការអភិវឌ្ឍបន្ទះជីបថែមទាំងបានទិញយកក្រុមហ៊ុនអភិវឌ្ឍបន្ទះជីបភាគច្រើននៅទីក្រុងតុងលីនទៀតផងឥឡូវនេះទីផ្សារភាគហ៊ុនបានចំនួនការខាតបង់នៃការខាតបង់បានកើនឡើងដល់99ហើយថាពួកយើងមិនគួរបន្តវិនិយោគទេលោកប្រធានក្រុមប្រឹក្សាភិបាលតើលោកគួរតែផ្ដល់ការពន្យល់ដល់ពួកយើងទេផ្ដល់ពន្យល់ពួកយើងផងអាហោលេខឡើងខ្ពស់ម្លេះអ្នកមើលទៅតើវាកើតឡើងបានយ៉ាងម៉េចនេះមិនក៏អីចឹងច្បាស់ជាមានប្រព័ន្ធមានកំហុសហើយមិនក៏អីចឹងมันអាចទៅរួចទេច្បាស់ជាមានកំហុសប្រព័ន្ធហើយគ្រប់គ្នាមើលព័ត៌មាននេះទីក្រុងតុងលឹងនឹងពង្រីកការអភិវឌ្ឍឧស្សាហកម្មថ្មីយ៉ាងខ្លាំងធ្វើជាគម្រោងសាកល្បងដំបូងគេបង្អស់ឥឡូវវិស័យទាំងមូលឡើងថ្លៃដូចឈួតហើយមិនអាចទេនេះច្បាស់ជាព័ត៌មានខ្លាំងៗដែលពួកគេបានចំណាយលុយទិញបរោះម្នាក់នេះកើតអីនេះវាជាសំណាងស្អីមិនទំនងទេដែលគាត់តែងតែត្រូវរហូតអ្នកហូបទៅមនុស្សឈួតម្នាក់នេះសំណាងរបស់គាត់មិនល្អពេកទេឬយើងបានទិញក្រុមហ៊ុនបន្ទះជីបទាំងនេះតើបានប៉ាន់ស្មានទុកថាចំណេញប៉ុន្មានប្រាក់ចំណេញដែលបានប៉ាន់ស្មាន 1000% ឥឡូវនេះយើងនៅតែត្រូវផ្ដល់ការពន្យល់ដល់អ្នករាល់គ្នាទៀតទេបានច្រើនដល់ថ្នាក់ចំណេញពិតជាអស្ចារ្យយាយឈិនលីងអ្នកទាំងអស់គ្នាបានធ្វើវាបានយ៉ាងល្អណាស់ពេលនេះយាយជុងនៅមានអ្វីត្រូវនិយាយទៀតទេគ្មានអ្វីត្រូវនិយាយទេបញ្ចប់ការប្រជុំ
លើកនេះអរគុណអ្នកណាស់បើមិនដូច្នោះទេយើងនឹងត្រូវបានបងប្អូនប្រុសស្រីមួយគូយើងបាត់ហើយមិននឹកស្មានថាព្រះជាម្ចាស់បញ្ញារបស់អ្នកហើយបែរជាបើកបង្អួចមេឃនៃសំណាងបន្ទាប់មកអ្នកចង់វិនិយោគអ្វីខ្ញុំនឹងធ្វើតាមអ្នកទាំងអស់លេងហ្គេមលេងហ្គេមទៀតមិនច្រើនពេកទេណាខ្ញុំត្រូវលេងហ្គេមបង្កើតកូនទៀតមែនទេល្បែងនេះអ្នកនៅតែចង់ឲ្យខ្ញុំអ្នកចង់បានច្រើនបែបនេះខ្ញុំចង់បានច្រើនណាស់មិនអីទេចាត់ទុកថាជារង្វាន់សម្រាប់អ្នកចុះបើជារង្វាន់ហើយអញ្ចឹងអ្នករំឲ្យខ្ញុំមើលទៅខ្ញុំមិនអាចទេខ្ញុំជាកូនស្រីត្រកូលអ្នកមានណាត្រូវហើយរំទៅឪពុកយកយាឈិនទៅផ្ទះជួយបងលុយផ្ទះឲ្យពួកខ្ញុំផងឪពុកនិយាយឲ្យពួកយើងត្រឡប់ទៅផ្ទះចាស់ត្រកូលយីវិញផ្ទះដោយសារតែទីក្រុងតុងលីនរបស់យើងចង់អភិវឌ្ឍឧស្សាហកម្មបន្ទះជីបគឺក្រុមហិរញ្ញវត្ថុចង់មកវិនិយោគនៅទីនេះចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរឪពុកបើយើងអាចសម្រេចបានកិច្ចសហប្រតិបត្តិការជាមួយគ្រួសារឡៃខានោះត្រកូលយីយើងច្បាស់ជាអាចរីកចម្រើនមួយកម្រិតទៀតដូច្នេះថ្ងៃនេះដែលឲ្យអ្នកមកគឺដើម្បីប្រកាសរឿងមួយគឺអ្នកណាអាចទទួលបានការវិនិយោគពីក្រុមហិរញ្ញវត្ថុឡៃខាហើយជាអ្នកស្នងរត់ត្រកូលយីកាលពីមុនឪពុកមិនបាននិយាយថាឲ្យតែខ្ញុំអាចមានកូនជាមួយយីឆិនទៅនោះមិនរាប់ទេអ្នកណាដែលនាំត្រកូលយីឲ្យរីកចម្រើនខ្ពស់ឲ្យទៅដល់គឺអ្នកដែលសមនឹងខ្លាចជាអ្នកស្នងរត់ឪពុកជាការសម្រេចចិត្តដ៏ត្រឹមត្រូវគ្មានអ្វីត្រូវប្រកែកឡើយគឺសម្រេចទៅតាមនឹងបើចប់ហើយចេញទៅក្រៅចុះខ្ញុំមិនដឹងថាក្រុមហ៊ុនឡៃកាដែលមកវិនិយោគនៅទីនេះតើវាជារឿងល្អឬរឿងអាក្រក់ទៅយាយឈិនខ្ញុំត្រូវត្រឡប់ទៅក្រុមហ៊ុនវិញហើយចុះអ្នកវិញបើអញ្ចឹងខ្ញុំនឹងទៅរកលូឈិននិងមិត្តភក្តិលេងសិនគាត់ថាបានរកឃើញបេតុងប្រភេទថ្មីមួយទំនងល្អខ្លាំងណាស់អញ្ចឹងខ្ញុំសូមជូនអ្នកទៅផ្ទះសិនចាំខ្ញុំត្រឡប់ទៅយ៉ាងម៉េចដែរបានហើយតោះទៅបើពួកយើងអាចដណ្ដើមបានកិច្ចសន្យាពីក្រុមហ៊ុនឡៃខានេះហើយខ្លាយជាអ្នកស្នងមរតកតាចាស់គាត់ប្រហែលជាលែងគិតគូរពីរូបមន្តនេះទៀតហើយមែនទេយាយឈិនរូបមន្តនេះវិញក៏មិនគួរឲ្យខ្លាចទេប៉ុន្តែមូលីងត្រូវតែឲ្យនាងបាត់ខ្លួនបើអញ្ចឹងខ្ញុំរកអ្នកការពារនាងឬមួយក៏អ្នកពិតជានិយាយទៅអ្នកអត់មានគ្រូទេចាំបាច់ទៅរៀនធ្វើជាមនុស្សអាក្រក់ធ្វើអីចាប់បានលោកតាដឹងដែរមិនសង្ស័យមកលើពួកយើងទេអីមួយរយៈនេះអ្នកនៅឲ្យស្ងៀមបន្តិចទៅខ្ញុំគិតរកឃើញហើយថាត្រូវផ្ដល់ភាពភ្ញាក់ផ្អើលដល់ពួកគេបែបណាលោកលូស៊ិនក្រុមហ៊ុនឡៃកាលើកនេះមកវិនិយោគនៅទីក្រុងរុយស៊ីឡៃកាក៏ប្រហែលជានឹងមកដែរការវិនិយោគលើកនេះគឺគេជាអ្នកដឹកនាំតើអ្នកទៅស៊ើបមើលឲ្យច្បាស់ថាឡៃកាលើកនេះបានបញ្ជូនក្រុមជុកខាងលើលោកចាស់នោះលើកនេះប្រើឡៃកានៅការបញ្ជាទិញជាមួយខ្ញុំខ្លាចថាពួកគេប្រកាសជានឹងប្រើមួយចំនួនអ្នកតាមដានឲ្យល្អបើមានស្ថានភាពរីកាមកខ្ញុំភ្លាមបាត់អ្នកកំឡោះដល់លោកកុំញ៉ៃញ៉ៃកុំញ៉ៃញ៉ៃលេងល្បែងឆ្មានឹងកណ្ដុរមែនទេល្បែងណាស់អ្នកទាំងពីរមកធ្វើអីប្រកាសណាស់ថាពួកយើងមកជូនកាដូដល់អ្នកកាដូនោះនៃណា